ជំរាបសួរទស្សនិកជនតែងតែនិយមតាមដានរាល់ការផ្សាយ24ម៉ោងរបស់អង្គភាព TSP 68នៅពេលនេះដែលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូទើបបណ្ដាលឲ្យស្ត្រីពីរនាក់បងប្អូនរងរបួសធ្ងន់ត្រូវបានរថយន្តកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកម្ពុជាជប៉ុននៅពេលកើតហេតុក៏បានឃើញវត្តមានកងកម្លាំងអាវុធហត្ថខេត្តចុះមកសម្រួលចរាចរណ៍និងជួយយកជនរងគ្រោះទាំងពីរទៅសង្គ្រោះនៅឯមន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីហេតុការណ៍នេះកើតឡើងនៅយប់ម៉ោង 7:45 នាទីតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចំណុចភ្លើងស្តុបរង្វង់មូលដៃ 8 ក្រោយពេលកើតហេតុក៏បានឃើញវត្តមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមកដល់ទីតាំងកើតហេតុនិងបានវាស់វែងហើយក៏បានយករថយន្តទាំងពីរយកទៅរក្សាទុកនៅឯស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីដោះស្រាយតាមនីតិវិធីច្បាប់អ្នកដែលបានឃើញហេតុការណ៍ក្រោយពេលករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាក្នុងអតិភិបភ្លើងខៀវរៀងខ្លួនមកដល់ត្រង់ចំណុចកើតហេតុរថយន្តម៉ាកកាមេរីឆ្លាមដែលពាក្យស្លាកលេខ 2A 2709បត់ឆ្វេងក៏ទើបបណ្ដាលឲ្យបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់អរគុណសម្រាប់ការទស្សនារបស់ប្រិយមិត្តហើយក៏មានចំណុចលើសលួសខ្វះខាតត្រង់ណាមិនសមរម្យដោយប្រការណាមួយសូមខន្តីអភ័យទោសដល់រូបខ្ញុំបាទផងពីខ្ញុំបាទភារា04និងប្រខួច54 TSP ប្រចាំខេត្តបន្ទាយមានជ័យសូមអរគុណ